ខ្ញុំសូមលើកយកប្រសាសន៍សម្ដេចមហាបវរធិបតីដែលលោកបាននិយាយក្នុងន័យថាកុំចង់រៀនសាលាស្រួលសាលាដែលមានវិន័យធូរចង់បានតែបន្ទុកក្នុងសាលាដល់ពេលចេញមកអត់ចេះរកការងារធ្វើអត់កើតវាពិបាកចំណុចនេះគឺជាចំណុចមួយដែលខ្ញុំតែងតែនិយាយជារឿយៗមកហើយជាពិសេសពាក់ព័ន្ធនឹងរឿងដែលខ្ញុំតែងតែផ្ដាំថាកុំរៀននៅសាលាលក់សញ្ញាបត្រហើយកុំចង់បានអាសាលាដែលស្រួលវិន័យធូរខ្ញុំតែងតែនិយាយជារឿយៗមកហើយតែដល់ពេលខ្ញុំនិយាយទៅវាធ្វើឲ្យអ្នកមួយចំនួនដែលធ្វើការបម្រើការនៅក្នុងសាលាមួយចំនួនហ្នឹងគឺគាត់ចេញមុខប្រតិកម្មមានអ្នក fake account ចូលមកជេរខ្ញុំចូលមក deal ថ្មីខ្ញុំក៏មានដែរតែខ្ញុំត្រូវតែនិយាយក្នុងនាមខ្ញុំជាអ្នកសិក្សាមួយរូបក្នុងនាមខ្ញុំជាគ្រូមួយរូបខ្ញុំតែងតែនិយាយថាសាលាមួយចំនួនធំគឺបង្កើតឡើងនិយាយទៅចុះបញ្ជីត្រឹមត្រូវនៅក្រសួងអប់រំប៉ុន្តែបើនិយាយពីគុណភាពគឺអត់មានទេសាលាមួយចំនួនតូចខ្ញុំនិយាយថាសាលាមួយចំនួនតូចហើយក្នុងនាមយើងជាអ្នកសិក្សាក៏ដូចគ្នាដែរកុំចង់រៀនតែអាសាលាស្រួលពេកដោយសារសាលាស្រួលអត់ចេះទេឲ្យយើងធូរស្រួលឲ្យតែបងលុយឲ្យគេប៉ុន្តែពេលចេញមកយើងអត់ចេះអត់ការងារធ្វើគឺជារឿងរបស់យើង